ផ្លូវចិត្តយើងរឹងមាំតាមមធ្យោបាយពីរយ៉ាងធំៗទី1នៅពេលដែលយើងប្រឈមនឹងបញ្ហាប្រឈមនឹងរឿងរ៉ាវច្រើនទៅហើយយើងចេះតែទប់ចេះតែដោះស្រាយបានទឹកភ្នែកខ្លះទឹកសបោខ្លះលួចនៅស្ងៀមខ្លះនៅមុខគេសោចខ្លះចូលដល់ផ្ទះយំខ្លះហើយចេះតែឆ្លងកាត់ពេលវេលាហ្នឹងយើងដោះរួចពេលដែលយើងដោះស្រាយបញ្ហាហ្នឹងរួចយើងនិយាយថាអញមិននឹកស្មានថាពេលដែលជួបបញ្ហាធ្ងន់ធ្ងរហ្នឹងអញដោះស្រាយបានសោះនេះចប់អាហ្នឹងមួយផ្លូវចិត្តយើងហ្នឹងចាប់ដើមរឹងមាំបន្តិចមែនទេបងប្អូនបាទហើយពេលដែលយើងឆ្លងផុតយើងសប្បាយនឹងខ្លួនយើងវិញយើងចាប់ផ្ដើមកលេចមើលខ្លួនយើងល្អវិញថាខ្ញុំប្រកែដែរតាមែនទេបងប្អូនប៉ុន្តែរឿងហ្នឹងអត់ចប់ទេព្រោះដំណើរជីវិតរបស់យើងវាតទៅមុខទៀតពេលដែលយើងប្រឈមនឹងបញ្ហាប្រឈមនឹងសម្ពាធបន្តិចម្ដងកាន់តែច្រើនណាសួរបងប្អូនមកប្រទេសខ្មែរយើងហ្នឹងហើយសួរបងប្អូនខ្មែរយើងនៅលើពិភពលោកដទៃទៀតសួរថាតើមួយជីវិតរបស់គាត់នេះគាត់រឹងមាំជាងមុនដោយសារគាត់ធ្លាប់ឆ្លងកាត់ឧបសគ្គគាត់ធ្លាប់ឆ្លងកាត់បញ្ហាចម្លើយគឺប្រកាសជាគាត់ឆ្លងកាត់បញ្ហាប្រឈមនឹងច្រើនបានធ្វើឲ្យខ្លួនគាត់នឹងរឹងមាំផ្លូវចិត្តគាត់រឹងមាំដែរមែនអត់បងប្អូនបើមែនបើបងប្អូនមានបទពិសោធន៍អញ្ចឹងណាជួយទៅសេនៅក្នុង comment ផងដើម្បីឲ្យវឌ្ឍនៈគាត់បានដឹងរឿងហ្នឹងដែរហើយបងប្អូនជួយ share ជួយ share វីដេអូនេះទៅកាន់មិត្តភ័ក្តិបងប្អូនយើងផងហើយជម្រាបជូនថាម៉ោងនេះពេលនេះនៅខាងក្រៅអាចមានមនុស្សកំពុងខូចចិត្តកំពុងបាក់ទឹកចិត្តកំពុងអស់សង្ឃឹម